បន្ទាប់ពីចាយពេលពិចារណាអស់5ខែទីបំផុតអាមេរិកយល់ព្រមលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Virginia Class ចំនួន3គ្រឿងឲ្យទៅប្រទេសអូស្ត្រាលីបើតាមទីភ្នាក់ងារព័ត៌មាន AFP ដំណើរការលក់នាវានេះនឹងចាប់ផ្ដើមក្នុងឆ្នាំ2032ហើយវានឹងធ្វើឡើងក្នុងរយៈពេល15ឆ្នាំដែលស្ថិតក្រោមកតិកាសញ្ញាសន្តិសុខ AUKUS ដែលមានអាមេរិកអូស្ត្រាលីនិងចក្រភពអង់គ្លេសជាដៃគូលោកសៀន Panel អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថាកិច្ចព្រមព្រៀងលក់ដូរនេះធ្វើឡើងស្របតាមគោលនយោបាយ America First របស់លោកប្រធានាធិបតីអាមេរិក Donald Trump ជាមួយគ្នានេះរដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្ត្រាលីលោក Pat Conroy បានពិពណ៌នាកិច្ចព្រមព្រៀងនេះថានឹងនាំមកនូវការវិវត្តរីកចម្រើនពី30ទៅ40ឆ្នាំទៅមុខទៀតបើតាម Economic Times ស្ថិតក្រោមផែនការ AUKUS ដែលត្រូវបានប្រកាសនៅឆ្នាំ2023អាមេរិកនឹងលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Virginia Class ជាច្រើនគ្រឿងឲ្យទៅអូស្ត្រាលីហើយក្រោយមកចក្រភពអង់គ្លេសនិងអូស្ត្រាលីនឹងចាប់ដៃគ្នាសាងសង់នាវាមុជទឹកថ្មីដោយប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិកអូស្ត្រាលីបានសន្យាផ្ដល់ប្រាក់ចំនួន$240,000 លានក្នុងរយៈពេល30ឆ្នាំសម្រាប់កម្មវិធីនេះដែលក្នុងនោះការវិនិយោគប្រាក់រាប់ពាន់លាន$នឹងចាក់បញ្ចូលទៅក្នុងសង្វាក់ផលិតកម្មផលិតនាវាមុជទឹករបស់អាមេរិកការទិញនាវាមុជទឹកគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់អូស្ត្រាលីដើម្បីកែលម្អសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិកជាពិសេសការប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន។